ប្រាក់ខែតិចតើយើងគួរសន្សំដោយវិធីណាប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាធ្លាប់មានអារម្មណ៍ទេថាពេលបើប្រាក់ខែមួយយើងមានអារម្មណ៍ត្រេកអរសប្បាយរីករាយតែមួយភ្លែតទេហើយរយៈពេលមិនដល់កន្លះខែផងចាប់ផ្ដើមមានអារម្មណ៍ថាប្រាក់ខែរបស់យើងនឹងចាយអស់បាត់ទៅហើយអ្នកខ្លះទៀតគាត់មានពាក្យលេងសើចថាដាច់ខែដាច់ខ្យល់ណាគឺមិនទាន់ដាច់ខែស្រួលបួលដល់ថ្ងៃបើកលុយទៀតផងលុយខែដែលយើងបានបើកខែមុនហ្នឹងចាយអស់បាត់ទៅហើយអានេះវាជាបញ្ហារបស់មនុស្សជាច្រើនជាពិសេសគឺអ្នកដែលចេញធ្វើការដំបូងតែងតែជួបបញ្ហានេះបើសិនជាគាត់មិនមានផែនការហិរញ្ញវត្ថុរបស់គាត់ឲ្យបានច្បាស់លាស់មុននឹងចូលដល់ខ្លឹមសារថាតើគួរសន្សំបែបណាបើប្រាក់ខែយើងតិចអញ្ចឹងដំបូងគឺយើងបដូរទស្សនៈរបស់យើងសិនថាប្រាក់សន្សំហ្នឹងមនុស្សជាច្រើនគិតថាទល់តែលុយដែលយើងចាយសល់បានយកមកសន្សំប៉ុន្តែការពិតទៅការធ្វើបែបនោះគឺយើងនឹងមិនមានលុយសន្សំនោះទេមិនថាតែយើងប្រាក់ខែតិចឬក៏ប្រាក់ខែច្រើនកម្រិតណាក៏ដោយបើសិនជាយើងគិតថាចាំចាយសល់យកមកសន្សំគឺវានឹងអស់មុនយើងសន្សំតែរហូតដូច្នេះហើយការដែលយើងចាប់ផ្ដើមសន្សំមុនចាយគឺជាការសំខាន់ព្រោះអីយើងអាចកាត់លុយរបស់យើងមួយចំនួនឬក៏មួយផ្នែកណាមួយយកទៅសន្សំជាមុននឹងយើងធ្វើការចាយវាលុយរបស់យើងនឹងទៅតាមផ្នែកនីមួយហើយការសន្សំជាដំបូងយើងត្រូវសន្សំលុយបំរុងឬក៏សន្សំលុយសគួរឲ្យបានជាមុនសិនលុយសគួរឬក៏លុយបំរុងនឹងយើងគួរតែមានយ៉ាងតិច3ទៅ6ខែនៅក្នុងការចាយវាចាំបាច់ប្រចាំរបស់យើងឧទាហរណ៍ថាយើងជារាល់ខែយើងចាំបាច់ចាយ50,000សម្រាប់ចំណាយចាំបាច់អញ្ចឹងយើងគួរតែមាន1,50,000ឬក៏លើសនោះឬក៏យើងយក50,000នឹងគុណនឹង6ខែរួចហើយយើងនឹងឃើញលុយសន្សំពេលចាំបាច់ឬក៏លុយសន្សំសគួររបស់យើងនឹងករណីដែលយើងមានបញ្ហាអីបន្ទាន់យើងអាចយកលុយផ្នែកហ្នឹងយកមកប្រើនៅពេលដែលយើងមានលុយសគួរនឹងហើយគឺយើងចាប់ផ្ដើមធ្វើការសន្សំលុយបន្តទៀតមិនមែនយើងមានលុយសគួរនឹងហើយគឺយើងឈប់សន្សំទេមួយទៀតគឺយើងយកឈ្នះលើចិត្តខ្លួនឯងបដូរទស្សនៈរបស់ខ្លួនលុយខែដែលយើងធ្លាប់គិតថាចាយមិនគ្រប់តើយើងសន្សំរបៀបណាយើងមិនបាច់សន្សំធ្វើម៉េចចាយឲ្យទៅដល់ខែគឺទស្សនៈរបស់មនុស្សយើងពេលដែលចំណូលតិចហើយគាត់តែងតែប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដែលគេមានចំណូលច្រើនហើយគាត់គិតថាគេមានចំណូលច្រើនផងគេនៅតែមិនមានលុយសន្សំនៅតែគេមានបញ្ហាហិរញ្ញវត្ថុអញ្ចឹងត្រឹមតែយើងចំណូលប៉ុណ្ណេះប៉ុន្តែយើងក៏លេចទៅមើលថាជួនកាលគេដែលមានចំណូលច្រើនគេសន្សំប៉ុន្តែគេអត់បានមកប្រាប់យើងថាគេសន្សំលុយបានប៉ុណ្ណាទេដូច្នេះហើយការដែលគេធ្វើខ្លួនបែបចាយលុយបែបមិនគ្រប់ឬមួយក៏មិនហ្នឹងជួនកាលគេកាត់សន្សំច្រើនឬមួយជួនកាលគាត់មានបញ្ហាហិរញ្ញវត្ថុមែនក៏ថាបានដូច្នេះហើយយើងត្រូវបដូរទស្សនៈយើងត្រូវបង្ខំចិត្តចាយសន្សំសំចៃព្រោះអីលុយខែដែលយើងមានហ្នឹងគឺតិចស្រាប់ទៅហើយដូច្នេះហើយយើងត្រូវកាត់មួយផ្នែកណាមួយដែលយើងគិតថាសមរម្យឬក៏សមល្មមដើម្បីសន្សំសល់ពីហ្នឹងគឺយើងចាយតែយើងយកមកចាយវានេះយើងមិនត្រូវចាយខ្ជិះទេយើងត្រូវចាយបែបសន្សំសំចៃហ្នឹងមិនមែនមានន័យថាឲ្យហូបចុកខ្វះខាតរហូតដល់មានផលប៉ះពាល់ដល់សុខភាពនោះទេគឺយើងសន្សំសំចៃរបស់ណាដែលមិនចាំបាច់កាត់បន្ថយរបស់ brand ដូចកាហ្វេអីយើងគួរតែឆុងហូបនៅផ្ទះខ្លួនយើងកាត់បន្ថយកាហ្វេមួយកែវ$3-4ហ្នឹងទៅព្រោះអីបើសិនជាយើងហូបកាហ្វេ$3-4ឬក៏18,000ទៅ10,000ជារឿងរើព្រឹកប្រាក់ខែរបស់យើងគឺតិចតួចស្រាប់ទៅហើយផងគឺពិតជាមិនអាចចាយដល់ដាច់ខែទេហើយមិនបាច់និយាយដល់លុយសន្សំទេគឺប្រកាសជានឹងមិនមានលុយសន្សំនោះទេនៅពេលយើងសន្សំយើងមិនចាំបាច់បដោតថាលុយច្រើនចាំសន្សំទេគឺយើងសន្សំលុយតិចតួចក៏ដោយ1,000-2,000ក៏ដោយបើសិនជាយើងគិតថាសន្សំបានគិតថា1,000-2,000នោះយើងយកទៅសន្សំហើយអត់សន្សំបានយើងគួរតែចាប់ផ្ដើមសន្សំរហូតដល់វាคล้ายទៅជាទម្លាប់នៅពេលដែលវាคล้ายទៅជាទម្លាប់ហើយនៅពេលដែលយើងមិនបានសន្សំយើងនឹងមានអារម្មណ៍ខុសជាមួយនឹងខ្លួនឯងអញ្ចឹងការដែលយើងសន្សំឲ្យคล้ายជាទម្លាប់វានឹងធ្វើឲ្យលុយសន្សំរបស់យើងកើនឡើងដូចគ្នាមួយទៀតនៅពេលដែលយើងបើកប្រាក់ខែយើងអាចតាក់ទងជាមួយធនាគារដើម្បីបើកគណនីបញ្ញើប្រចាំមួយឲ្យពេលដែលលុយខែយើងចូលឲ្យធនាគារហ្នឹងគេមានសិទ្ធិកាត់លុយខែរបស់យើងពីបញ្ជីលុយខែយើងចូលទៅបញ្ជីបញ្ញើប្រចាំរបស់យើងបានធ្វើបែបនេះខ្ញុំក៏ធ្លាប់ធ្វើមកដែរគឺកាលខ្ញុំនៅធ្វើការគឺខ្ញុំធ្លាប់សន្សំ30%នៃលុយខែរបស់ខ្ញុំគឺ30%នៃលុយខែដែលបើកមកគឺធនាគារគេកាត់អូតូចូលទៅបញ្ជីបញ្ញើរបស់ខ្ញុំហ្នឹងនៅពេលដែលធនាគារកាត់លុយបញ្ញើអូតូនឹងហើយណាគឺយើងនឹងឃើញលុយដែលនៅសល់ដូច្នេះហើយយើងនឹងឃើញចំនួនកាន់តែតិចនៅពេលដែលយើងឃើញចំនួនកាន់តែតិចធ្វើឲ្យខួរក្បាលរបស់យើងនឹងចាប់ដើមបញ្ជាមកថាអូលុយយើងមានតែប៉ុណ្ណេះទេធ្វើម៉េចផ្គត់ផ្គង់ឲ្យគ្រប់ដល់ខែ
ហើយមួយទៀតគឺយើងត្រូវធ្វើបញ្ជីចំណាយឲ្យបានច្បាស់លាស់នៅពេលដែលយើងធ្វើបញ្ជីចំណាយយើងក៏លេខមកមើលបញ្ជីចំណាយរបស់យើងផងមិនមែនយើងធ្វើហើយយើងអត់មើលទេនៅពេលដែលយើងក៏លេខមកមើលបញ្ជីចំណាយរបស់យើងនឹងឃើញហើយថាតើចំណុចណាដែលយើងចាយទៅនឹងអត់ប្រយោជន៍មានន័យថាចំណុចណាដែលយើងចាយទៅនឹងខ្ជិះខ្ជាយអញ្ចឹងយើងអាចកាត់បន្ថយអាកន្លែងដែលយើងចំណាយខ្ជិះខ្ជាយឬចំណាយអត់ប្រយោជន៍នោះហើយវាអាចធ្វើឲ្យយើងនឹងកាត់បន្ថយចំណាយបានមួយផ្នែកធំផងដែរមួយចំណុចទៀតយើងត្រូវគេហៅថាប្រើរូបមន្ត20 50 30មានន័យថា20%យើងកាត់ទៅលុយសន្សំរបស់យើង50%យើងសម្រាប់ចំណាយចាំបាច់ក្នុងចំណុចនេះដែរយើងអាចផ្លាស់ប្ដូរទៅតាមគេហៅថាស្ថានភាពជាក់ស្ដែងរបស់យើងម្នាក់បើសិនជា50%យើងគិតថាលុយចំណាយចាំបាច់របស់យើងនឹងអត់គ្រប់ទេចាយអត់គ្រប់ទេអញ្ចឹង30%ដែលយើងសម្រាប់ឲ្យរង្វិនខ្លួនឯងឬសម្រាប់ចាយវាយលើកទឹកចិត្តខ្លួនឯងហ្នឹងយើងអាចកាត់បន្ថយមក20 60ឬ20ក៏បានដែរអានេះយើងត្រូវតែមានការផ្លាស់ប្ដូរទៅធ្វើទៅតាមស្ថានភាពជាក់ស្ដែងរបស់យើងម្នាក់ព្រោះអីយើងមិនអាច specific ឬមួយក៏កំណត់ជាក់លាក់ថាត្រូវតែអញ្ចឹងទេវិធីមួយទៀតគឺយើងអាចសន្សំលុយរាយមានន័យថាលុយដែលយើងចាយសល់ក្នុងមួយថ្ងៃយើងកំណត់ខ្លួនយើងថាយើងទៅធ្វើការយើងចំណាយប៉ុណ្ណេះប៉ុណ្ណោះឧទាហរណ៍ថាយើងមួយថ្ងៃយើងទៅធ្វើការយើងត្រូវចំណាយអស់10000រៀលសម្រាប់ការហូបចុកអញ្ចឹងបើថ្ងៃណាដែលយើងចាយសល់ឧទាហរណ៍យើងសល់មកវិញពីធ្វើការសល់1000 2000ក៏ដោយយើងត្រូវយកលុយនោះទៅសន្សំទៅដាក់សន្សំអញ្ចឹងនៅពេលដែលយើងទម្លាប់សន្សំលុយរាយទាំងអស់នេះហើយយូរឆ្នាំទៅវានឹងឃើញចំនួនច្រើនហើយព្រោះអីអ្នកខ្លះគាត់មើលងាយលុយរាយគាត់ថា1000 2000មិនដឹងទុកធ្វើអីមិនដឹងសំធ្វើអីអាហ្នឹងវាជាចំណុចមួយសំខាន់ដែលធ្វើឲ្យលុយរបស់យើងកើនឡើងដោយមិនដឹងខ្លួនផងដែរនៅពេលដែលយើងមានទម្លាប់ចាយវាបែបគ្រប់គងសំចាយវាដោយមានផែនការច្បាស់លាស់ហើយឲ្យតម្លៃទៅលើលុយរាយមិនថាលុយរាយលុយច្រើនក៏ដោយខ្ញុំគិតថាទោះបីជាយើងមានប្រាក់ខែតិចក្តីច្រើនក្តីគឺយើងនឹងអាចមានលុយសន្សំមិនថាក្នុងចំនួនតិចឬច្រើនក៏ដោយព្រោះអីការដែលយើងចាប់ផ្ដើមមិនថាចាប់ផ្ដើមក្នុងបរិមាណតិចប៉ុណ្ណានោះទេបើឲ្យតែយើងឆាប់មានការចាប់ផ្ដើមគឺមានន័យថាយើងនឹងកំពុងដើរទៅរកផ្លូវត្រូវដើរទៅរកសេរីភាពហិរញ្ញវត្ថុឬកំពុងតែធ្វើដំណើរដ៏ត្រឹមត្រូវមួយផ្នែកហិរញ្ញវត្ថុដូច្នេះហើយកុំបាក់ទឹកចិត្តបើសិនជាយើងមានលុយខែតិចតួចក៏ដោយយើងកុំបាក់ទឹកចិត្តយើងត្រូវតែរកវិធីសាស្ត្រសន្សំត្រូវតែតាំងចិត្តឬក៏កំណត់ខ្លួនយើងថាលុយសន្សំគឺជាផ្នែកមួយនៃជីវិតរបស់យើងព្រោះអីនៅពេលអនាគតខាងមុខយើងមិនដឹងថាអនាគតរបស់យើងមានការងារធ្វើរហូតឬក៏យើងអាចទៅធ្វើការរហូតបាននោះទេជួនកាលថ្ងៃណាមួយក្រុមហ៊ុនដែលយើងកំពុងធ្វើការនោះជួបបញ្ហាហិរញ្ញវត្ថុឬមួយក៏មានបញ្ហាអីផ្សេងបង្ខំចិត្តឲ្យយើងលាឈប់ពីក្រុមហ៊ុនយើងអាចមានផ្លូវឬក៏មានជំរើសទៅធ្វើអ្វីផ្សេងដោយមិនបិទផ្លូវខ្លួនយើងពេកដូច្នេះហើយគឺคลิปវីដេអូនេះខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាមានការសន្សំទោះបីជាយើងមានលុយខែតិចយ៉ាងណាក៏ដោយ